សួរលោកគ្រូថ្ងៃនេះរៀងជីបបន្តិចខ្ញុំបាននឹងសឹងសំណងនឹងបកស្រាយនឹងសង្ខេបមេរៀនទៅនឹង Bloom Taxonomy ដែលរៀបចំនិងបង្កើតសម្រាប់ធ្វើតេស្តបាទអញ្ចឹង Bloom Taxonomy នេះគឺការរៀបចំបង្កើតធ្វើតេស្តនេះគឺមានជាច្រើនគោលការណ៍បាទគោលការណ៍ទី1គឺគោលការណ៍និងសារៈសំខាន់នៃទ្រឹស្ដី Bloom បាទ Bloom Taxonomy ហ្នឹងគឺទី1គឺរៀបចំកម្មវិធីសិក្សានិងកំណត់វត្ថុបំណងមេរៀនឲ្យបានច្បាស់លាស់បាទទី2កំណត់បំណិនពីកម្រិតងាយទៅកម្រិតលំបាកនិងទី3បន្សំវត្ថុបំណងមេរៀនទៅនឹងវិធីសាស្ត្របង្រៀននិងស្តង់ដារវាយតម្លៃបាទទី4ជួយសម្រួលដល់ការសួរសំណួរនិងដំណើរការគិតរបស់សិស្សបាទក្នុងវិធីសាស្ត្រកំណត់វត្ថុបំណងច្បាស់លាស់នេះផងដែរគឺយើងចាំបាច់ត្រូវមើលមេរៀនជាមុនត្រូវអានអត្ថបទនិងកំណត់ដើម្បីបង្រៀនសិស្សមានន័យថាមានលក្ខណៈជាក់លាក់យើងអត់បើកទូលំទូលាយពេកទេយើងបង្រៀនឲ្យមានវិធីសាស្ត្រច្បាស់លាស់និងមានកិច្ចតែងការក៏ដូចជាសម្ភារៈផ្សេងបាទនិងកំណត់បំណិនកម្រិតងាយទៅកម្រិតលំបាកនេះមានថាពេលដែលយើងបង្រៀនមេរៀនដល់សិស្សយើងត្រូវឧទាហរណ៍អំពីអ្វីដែលងាយស្រួលយល់ឧទាហរណ៍បើសិនជាយើងបង្រៀនគណិតវិទ្យាប្រមាណវិធីបូកអញ្ចឹងយើងអាចចាប់ផ្ដើមពីបូកដោយគ្មានត្រាទុកបាទ2ខ្ទង់ឬ3ខ្ទង់និង3ខ្ទង់ដែលគ្មានត្រាទុកឬក៏មានត្រាទុកមួយបន្តទៀតរហូតដល់ពិបាកបាទឬក៏យើងបូកមួយជាន់ឬក៏បូក2ជាន់តាមជាក់ស្ដែងបាទមួយទៀតបន្សំវត្ថុបំណងមេរៀននិងវិធីសាស្ត្របង្រៀនបាទស្តង់ដារវាយតម្លៃបាទដូចយើងដឹងហើយស្តង់ដារវាយតម្លៃយើងវាយតម្លៃក្នុងពេលរៀននិងក្រោយមុនពេលរៀននិងក្រោយពេលរៀនតើសិស្សរបស់យើងគាត់យល់បានយ៉ាងណាដើម្បីយើងងាយស្រួលក្នុងការជួយពួកគាត់មួយទៀតគឺជួយសម្រួលដល់ការសួរសំណួរនិងដំណើរការគិតរបស់សិស្សបាទកន្លែងនេះគឺយើងសួរសំណួរទៅកាន់សិស្សដើម្បីដឹងថាតើសិស្សគាត់យល់បានប៉ុន្មានតើតើនឹងមេរៀនដែលយើងបានបង្រៀនហើយតើសិស្សបានភ្ជាប់ជាមួយយើងសកម្មភាពមួយយើងដែរឬទេបាទតើសិស្សគាត់យល់អ្វីដែលយើងបង្រៀនដែរឬទេបាទសម្រាប់ចំណុចទី2ធំគឺកម្រិតពុទ្ធិទាំង6របស់ Bloom បាទកម្រិតការគិតទាំង6របស់ Bloom បាទអញ្ចឹងការយល់ដឹងរបស់មនុស្សត្រូវបានបែងចែកជា6កម្រិតនឹងបាទតាមលោក Bloom Taxonomy ហ្នឹងទី1ការចងចាំបាទការចងចាំគឺរំលឹកឡើងវិញនៅព័ត៌មានឬចំណេះដឹងដែលគាត់បានរៀនហើយបាទអង់គ្លេសថា remembering បាទទី2ការយល់បាទអង់គ្លេសថា understanding គឺជាការបកស្រាយបញ្យល់និងការសង្ខេបមេរៀនឡើងវិញជាបើគាត់យល់មេរៀនហ្នឹងទោះបីគាត់មិនចាំទាំងអស់ប៉ុន្តែគាត់អាចសង្ខេបខ្លឹមសារសំខាន់នៃមេរៀនបានច្បាស់លាស់ហើយល្អសម្រាប់របៀបនៃការយល់របស់គាត់បើសិនគាត់យល់មេរៀនរបស់យើងបាទនិងទី3ការអនុវត្តបាទ applying ការអនុវត្តហ្នឹងគឺសំដៅលើគឺការយកទ្រឹស្ដីនិងវិធានដែលបានរៀនទៅប្រើប្រាស់ក្នុងស្ថានភាពជាក់ស្ដែងបាទឧទាហរណ៍ថាគាត់រៀនបូកលេខអញ្ចឹងគាត់ជួបបញ្ហារាល់ថ្ងៃដើម្បីឲ្យគាត់ប្រឈមមុខរាល់ថ្ងៃតើគាត់យកវាទៅអនុវត្តដូចម្ដេចអញ្ចឹងគាត់អាចយកប្រើប្រាស់ក្នុងការដែលធ្វើលំហាត់ឬក៏ក្នុងការដែលលេងរាប់ចំនួនឬក៏ម៉ាក់ប៉ាគាត់ប្រើឧទាហរណ៍ថាមន់គាត់មានប្រមាណទាមានប្រមាណបូកបញ្ចូលគ្នាអីចឹងទៅគាត់អាចយកអនុវត្តជាក់ស្ដែងបានបាទទី4គឺកម្រិតវិភាគ analyzing គឺការបំបែកព័ត៌មានជាផ្នែកតូចនិងស្វែងរកទំនាក់ទំនងរវាងផ្នែកទាំងនោះបាទអញ្ចឹងយើងអាចវិភាគបើសិនជាវាធំពេកឧទាហរណ៍ថាបើយើងចង់រកមូលហេតុដែលសិស្សអត់ចេះអានបើសិស្សអត់ចេះអានយើងមើលទៅអត់ចេះអានធំអញ្ចឹងយើងស្វែងរកថាវិភាគថាហេតុអីបានសិស្សនឹងអត់ចេះអានបាទអញ្ចឹងយើងបំបែកវាមកសិស្សអត់ចេះអានទី1សិស្ស
អត់ស្គាល់ព្យញ្ជនៈយើងបំបែកមើលតើអត់ស្គាល់ព្យញ្ជនៈហ្នឹងអត់ស្គាល់សូរសំឡេងតូចឬក៏សំឡេងធំឬក៏ញែកបន្តទៀតតើសំឡេងតូចសំឡេងធំហ្នឹងគាត់អត់ស្គាល់ត្រង់ពីណាទៅណាឬក៏គាត់អត់ស្គាល់ស្រៈឬក៏អត់ស្គាល់របៀបអានអញ្ចឹងយើងញែកឲ្យឃើញកាន់តែលម្អិតតូចទៅនោះគាត់នឹងអាចរៀនបានអានបានជាក់ស្ដែងជាមិនខានបាទមួយទៀតការបង្កើតថ្មីបាទការបង្កើតថ្មីនេះគឺជាការសំទោសទី5ការវិតម្លៃបាទការវិតម្លៃនេះមានថា evaluating មានថាការធ្វើការវិនិច្ឆ័យដែលផ្អែកលើលក្ខណៈវិនិច្ឆ័យនិងស្តង់ដារការបាទជាក់លាក់បាទអញ្ចឹងការវិតម្លៃនេះយើងអាចវិតម្លៃមើលសកម្មភាពរបស់គាត់ទឹកមុខរបស់គាត់តើគាត់ចាប់បានអត់ទទួលបានអត់តាមរយៈកាយវិការរបស់គាត់ក៏អាចមិនផ្លូវការមិនផ្លូវការតែយើងអាចពិនិត្យមើលថាតើគាត់សប្បាយក្នុងការរៀនឬក៏អត់បាទហើយមួយទៀតវិតម្លៃតាមរយៈការប្រឡងបាទប្រចាំខែឬក៏ការសំណួរខ្លីៗសំណួរផ្ទាល់មាត់ឬក៏ quiz បាទនេះអាចវិតម្លៃពីកម្រិតនៃការយល់ដឹងរបស់គាត់បានទៀតការបង្កើតថ្មី creating បាទការបង្កើតថ្មីគឺការចងក្រងឬផ្សំធាតុផ្សេងដើម្បីបង្កើតជាលំនាំថ្មីឬផលិតផលថ្មីអញ្ចឹងការបង្កើតថ្មីដូចយើងបានរៀនមុនហើយឧទាហរណ៍ថាចេកបាទចេកខ្ចីយើងយកធ្វើអីយើងយកបន្ទុំដល់ពេលចេកទុំបើយើងអត់មានការកែច្នៃបង្កើតថ្មីចេកនឹងខូចទុកចោលយើងអត់ប្រើបាទអញ្ចឹងយើងអាចយកចេកនោះទៅត្រាំបាទយើងអាចយកចេកនោះទៅធ្វើជាស្ករចេកឬក៏ទឹកខ្មេះទៅធ្វើពីចេកបានដោយគាត់យើងយកចេកដែលទុំជូរហ្នឹងយើងយកទៅខ្លះសេចោលក្នុងទូទឹកកករយៈពេលប្រហែលថ្ងៃអញ្ចឹងទៅឲ្យវារឹងបន្ទាប់មកយើងទុកវាឲ្យហៀទឹកអីចេញមកទៅយើងអាចយកវាទៅរងាស់ខ្លាញ់ស្ករចេកឬក៏យើងត្រាំវាឲ្យផ្អប់ចោលក្នុងទឹកឲ្យយូរទៅយើងអត់រងាស់ទេយើងទុកវាយូរទៅយើងនឹងខ្លាចជាស្ករទឹកខ្មេះធ្វើពីចេកបានដែរអញ្ចឹងយើងអាចបង្កើតថ្មីពីអ្វីទាំងអស់ហ្នឹងបានដូចជាការរៀនបើសិនជាគាត់ចេះអានអត់ចេះអានរហូតដល់ចេះអានដល់ពេលគាត់ចេះអានយូរទៅគាត់ចេះបង្កើតពាក្យបង្កើតប្រយោគទោះបីពាក្យហ្នឹងជាពាក្យខ្មែរពីមុនដែរតែកាលណាគាត់បង្កើតនៅអ្វីគាត់ទើបតែរៀនហើយនឹងដូចជាការគាត់បង្កើតថ្មីដែរបាទសម្រាប់ប្រភេទទី3ធំគឺទៅនឹងប្រភេទនិងទម្រង់នៃសំណួរបាទនេះសំខាន់សំណួរដែលយើងសួរទៅគាត់មួយសំណួរត្រូវបានបែងចែកជាពីរទម្រង់ធំជាមួយទម្រង់សំណួរបិទទម្រង់សំណួរបិទនេះគឺជាសំណួរដែលមានចម្លើយផ្ដល់ឲ្យរួចជាស្រេចដូចជាសំណួរពហុជ្រើសរើស multiple choice សំណួរខុសត្រូវសំណួរគូផ្គងនិងសំណួរបំពេញចន្លោះបាទសំណួរទាំងនេះថាសំណួរបិទបើគាត់ឆ្លើយខុសគឺខុសឆ្លើយត្រូវគឺត្រូវតសំណួរទៅនឹងការបរិច្ឆេទដែរបាទតើយើងសួរថាប្រាសាទអង្គរវត្តសាងសង់ឡើងកំឡុងឆ្នាំណាបាទឬយើងសួរថាតើព្រះបាទពញាយ៉ាតជាបុត្ររបស់ស្ដេចអង្គណាបាទតើរាជធានីភ្នំពេញជារាជធានីនៃប្រទេសណានេះសិតតែជាសំណួរបិទបាទបន្តមកទៀតទម្រង់សំណួរបើកទម្រង់សំណួរបើកជាសំណួរដែលតម្រូវឲ្យអ្នកឆ្លើយផ្ដល់ចម្លើយដោយខ្លួនឯងតាមរយៈការសរសេរការនិយាយដូចជាសំណួរប្រភេទនេះអាចមានចម្លើយខ្លីឬវែងអាស្រ័យលើទំហំនៃបញ្ហាអញ្ចឹងនេះសិតតែជាការគិតរបស់កូនសិស្សthì គាត់អាចឆ្លើយតាមការយល់ឃើញរបស់គាត់ក្នុងន័យវិជ្ជមានឬអវិជ្ជមានដែលគាត់អាចទទួលបានពីមេរៀនហ្នឹងគេហៅថាសំណួរទម្រង់បើកបាទជាការយល់ឃើញរបស់មនុស្សម្នាក់បាទតែសមស្របនឹងអត្ថប្រធានអត្ថសំណួរបាទរយៈចំណុចទី4ធំគឺសំដៅលើការរៀបចំនិងការបង្កើតតេស្តស្តង់ដារបាទដំណើរការបង្កើតតេស្តស្តង់ដារនេះគឺត្រូវបានឆ្លងកាត់ជាដំណាក់កាលសំខាន់ដូចជាទី1តារាងកំណត់គម្រោងលម្អិតនៃតេស្តtest specification table ជាតារាងបង្ហាញពីខ្លឹមសារមេរៀនលទ្ធផលសិក្សារំពឹងទុកបាទកម្រិតនៃការគិតទម្រង់សំណួរនិងកម្រិតលំបាកហើយនឹងការដាក់ពិន្ទុជាក់លាក់បាទកម្រិតទាំងអស់នេះតើមុននឹងយើងអាចបង្កើតតេស្តស្តង់ដារបានយើងត្រូវដឹងអំពីសិស្សថាតើគាត់យល់បានប៉ុន្មានតើគាត់អាចធ្វើត្រូវឬក៏ធ្វើខុស
ឬក៏ដឹងតែគាត់អត់ចេះហើយយើងនៅធ្វើ test ស្តង់ដារទៀតនៅដដែលតែយើងត្រូវគិតដូចម្ដេចអញ្ចឹងមានន័យថា test ស្តង់ដារយើងធ្វើនេះគឺយើងអាចប៉ាន់ស្មានពីយើងសំណួរក្នុងថ្នាក់ការវាយតម្លៃក្នុងថ្នាក់ខ្លះឬក៏សំណួរខ្លីឬក៏តាមរយៈកាយវិការរបស់សិស្សយើងអាចដឹងបន្ថែមបានតែដល់ហ្នឹងមុននឹងយើងធ្វើបាទដឹងពីលទ្ធផលនេះមកចំណុចទី2ការបង្កើតសំណួរដែលការបង្កើតសំណួរគឺការសរសេរសំណួរដែលផ្អែកលើតារាងគម្រោងលម្អិតដែលបានកំណត់បាទអញ្ចឹងសំណួរដែលយើងបង្កើតដូចយើងរៀនខាងលើអញ្ចឹងសំណួរវាមានសំណួរបើកនិងសំណួរបិទតែក្នុងមេរៀនយើងចង់ឲ្យសិស្សសួរសំណួរមួយណាអត់មានសួរដេញដោលទេហាមសួរដេញដោលសួរសួរផ្ចាញ់សួរផ្ទាល់អត់ឲ្យយើងសួរផ្ចាល់អត់ទេអញ្ចឹងយើងសួរសំណួរដែលតកតងនឹងមេរៀនតាមកម្រិតតាមលំដាប់លំដោយនៃមេរៀនបាទនឹងបង្កើតសំណួរតកតងនឹងភាពវិជ្ជមានចំណុចទី3ការអនុវត្តនិងការវិតម្លៃការអនុវត្តនិងការវិតម្លៃនេះគឺការសាកល្បងធ្វើតេស្តក្នុងថ្នាក់ការធ្វើអត្រាកំណែនិងការវិភាគលទ្ធផលដើម្បីកែលម្អការបង្រៀននិងការរៀនបន្ថែមបាទនេះបាទជាងការអនុវត្តនិងការវិតម្លៃនេះគឺចុងក្រោយហើយសម្រាប់មេរៀនរបស់យើងរបស់លោកលូមនេះគឺដើម្បីដឹងលទ្ធផលនៃការខិតខំរបស់យើងមករៀនការខិតខំរៀនរបស់សិស្សតែគាត់ទទួលបានប្រមាណហើយបើសិនជាលទ្ធផលមិនល្អតែយើងត្រូវដោះស្រាយមិនហើយបើសិនជាលទ្ធផលល្អយើងធ្វើបន្ថែមឲ្យកាន់តែល្អយ៉ាងម៉េចបាទអញ្ចឹងមេរៀននេះគឺសង្កត់ធ្ងន់លើការបង្កើតសំណួរបាទការវាស់វែងបាទគ្រប់កម្រិតនៃការគិតរបស់សិស្សនិងការរៀបចំវិញ្ញាសាឲ្យមានបាទសុពលភាពនិងមានភាពជឿជាក់ទាំងគ្រូទាំងសិស្សបាទអរគុណច្រើន